នេះខ្ញុំករណីស្មារតីបាននិមន្តមកស្រះគូដើម្បីទេសចរឃើញថាទេសភាពនេះយ៉ាងស្រស់ស្អាតមានដើមឈើធំហើយទឹកពេលហើរឡើងយ៉ាងត្រជាក់ឃើញថាមកទេសចរនៅកន្លែងនេះគឺថាមានអារម្មណ៍ថាសប្បាយហើយត្រជាក់ចិត្តផងត្រជាក់កាយផងហើយបើសិនញាតិញោមណាបានយើងមកទៅវិញអាចមកស្រះគូនេះដើម្បីទេសចរទេសនានៅទស្សនភាពនៅខាងអង្គរអមគឺថាស្អាតណាស់បាទ